សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងលើកយកមេរៀនមួយមកបង្រៀននៅចំពោះទី1មេរៀនទី1ថ្នាក់ទី10របស់យើងហ្នឹងគឺនិយាយអំពីពហុធាតុហើយប្រភពបំណងសំខាន់របស់មេរៀនរបស់យើងហ្នឹងមាន3ចំណុចសំខាន់ទី1យើងកំណត់ឲ្យបានពីសញ្ញារបស់ពហុធាតុទី2គឺការកណនាប្រមាណវិធីលើពហុធាតុនិងទី3ដែលសំខាន់ទៅលើបច្ចុប្បន្នហ្នឹងគឺកំណត់បានពីលំនាំដោះស្រាយលំហាត់តាមគម្រោងភាសាដែលក្នុងនោះយើងដោះស្រាយវិធីហ្នឹងតាមវិធីសាស្ត្រដោះស្រាយបញ្ហាដែលវិធីដោះស្រាយបញ្ហាហ្នឹងវាមាន4ជំហានតាមយើងរៀបរាប់ជំហានបន្តតាមខាងក្រោមដើម្បីភ្ជាប់ជាមួយបន្តបំណងរបស់មេរៀនរបស់លោកគ្រូដែលត្រូវលើកមកបង្រៀនថ្ងៃនេះលោកគ្រូលើកយកលំហាត់មួយទាក់ទងទៅនឹងសួនបន្លែនៅក្រោយផ្ទះលោកគ្រូអានឲ្យសុខមានសួនបន្លែមួយឬចតុកោណកែងនៅខាងក្រោយផ្ទះរបស់គាត់ដែលសួនបន្លែនេះមានប្រវែងទទឹង x និងបណ្ដោយ x បូក3ណាត់គិតជាម៉ែត្រដើម្បីបង្កើនទិន្នផលបន្លែគាត់បានសម្រេចចិត្តពង្រីកដីសួនបន្លែរបស់គាត់ដោយបន្ថែមប្រវែងទទឹងនិងប្រវែងបណ្ដោយ2ម៉ែត្រដូចគ្នាតើកន្សោមពហុធាតុតាំងឲ្យបរិមាណនៃសួនបន្លែបន្ទាប់ពីពង្រីកផ្ទៃដីហើយមានទម្រង់បែបណាដើម្បីដោះស្រាយចំណោទមួយនេះគឺយើងប្រើវិធីសាស្ត្រដោះស្រាយបញ្ហាក្នុងវិធីសាស្ត្រដោះស្រាយបញ្ហានោះយើងមាន4ជំហានទី1គឺយល់បញ្ហាទី2បង្កើតផែនការទី3អនុវត្តផែនការនិងទី4ត្រួតពិនិត្យឡើងវិញក្នុងការយល់បញ្ហានេះយើងត្រូវស្គាល់ប្រធានយើងច្បាស់លាស់ថាវាមានពាក្យគន្លឹះអ្វីខ្លះក្នុងនោះវាមានពាក្យគន្លឹះដូចជាចតុកោណកែងនិងមួយទៀតវាមានប្រវែងទទឹងតាមដោយអក្សរ x ប្រវែងបណ្ដោយតាមដោយអក្សរ x បូក3លើសពីនេះទៅទៀតគាត់សម្រេចចិត្តពង្រីកយើងត្រូវយល់ពាក្យពង្រីកគាត់ពង្រីកទៅលើអ្វីខ្លះគាត់ពង្រីកទៅលើទទឹងពង្រីកទៅលើបណ្ដោយដែលមានប្រវែងស្មើគ្នាគឺ2ម៉ែត្រហើយតែគេសួររកអីគេក្នុងនឹងគេសួររកសញ្ញាដែលគេចង់បង្ហាញនេះគឺពហុធាតុបង្ហាញតាមទម្រង់របស់បរិមាណរបស់ចតុកោណកែងដែលយើងជាសួនរបស់យើងបែបនេះក្នុងសួនរបស់យើងរាងចតុកោណកែងអញ្ចឹងរាងបែបនេះជារាងចតុកោណកែងសួនជាដំបូងយើងមានទទឹងតែ x និងបណ្ដោយ x បូក3បន្ទាប់ពីយើងត្រូវការបរិមាណបន្លែបន្ថែមទៀតគាត់សម្រេចចិត្តថាបន្ថែមទៅលើទទឹងនេះបន្ថែម2ម៉ែត្រលើបណ្ដោយក៏2ម៉ែត្រនោះយើងនឹងបានទទឹងថ្មីនេះគឺ x បូកថែម2បណ្ដោយយើងក៏ថ្មីដែរគឺការពីដំបូងគឺ x បូក3ហើយក៏ថែមបានម៉ែត្រទៀតដែរ2ម៉ែត្របែបនេះឲ្យវាមានលក្ខណៈច្រឡំការចំណុចគន្លឹះរបស់យើងគឺបរិមាណរបស់ចតុកោណកែងអញ្ចឹងបរិមាណរបស់ចតុកោណកែងរបស់យើងតាមដោយអក្សរ p ស្មើនឹង2កតាឲ្យបណ្ដោយបូកជាមួយនឹងតទៅក្នុងនោះយើងមានបណ្ដោយចាស់និងបណ្ដោយថ្មីបណ្ដោយចាស់របស់យើងគឺ x បូកឲ្យ3បណ្ដោយថ្មីបណ្ដោយចាស់ទទឹងចាស់របស់យើងដដែលគឺអក្សរគេវិញ x បន្ទាប់ពីយើងបន្ថែម2ទៅលើបណ្ដោយនឹងទទឹងអញ្ចឹងគេបានបណ្ដោយថ្មីទទឹងថ្មីគឺ x បូកឲ្យ5អានេះគឺ x បូកឲ្យ2ដោយអនុវត្តទៅលើរូបមន្តបរិមាណរបស់ចតុកោណកែងដោយធ្វើប្រមាណវិធីទៅលើកន្សោមដែលមានអក្សរ x ឬក៏ជាអញ្ញៈ x ហ្នឹងអញ្ចឹងយើងបានពហុធាតុដែលតាមឲ្យបរិមាណរបស់ចតុកោណកែងដែលយើងចង់បានទុនបន្លែរបស់យើងហ្នឹងយើងចូលដល់ជំហានទី3ហើយជំហានទី3នេះគឺការអនុវត្តផែនការការអនុវត្តផែនការនេះគឺយើងរៀបអាផែនការដែលយើងលើកបង្កើតឡើងនេះឲ្យសរសេរឡើងវិញឲ្យវាមានទៅតាមលំដាប់ដោយអញ្ចឹងយើងរកកន្សោមពហុធាតុដែលតាំងឲ្យបរិមាណសួន ត
តាមរូបមន្តបរិមាណរបស់ចតុកោណកែងតាមដោយអក្សរពេស្មើ2ដងកត្តាឲ្យបណ្ដោយបូកឲ្យទៅដោយយើងដឹងថាបណ្ដោយបន្ទាប់ពីបន្ថែមរួចហើយនោះបណ្ដោយរបស់យើងវាស្មើជាមួយនឹង x បូកឲ្យ5និងទទឹងរបស់យើងគឺ x បូកថែម2នោះគេបានបរិមាណចតុកោណកែងឬក៏សួនបន្លែរបស់យើងស្មើ2ដងកត្តាឲ្យបណ្ដោយយើងគឺ x បូក5និងទទឹងយើងគឺ x បូកថែម2ដែលស្មើទៅនឹង1ដង x បូក1ដង x យើងបាន2ដង x បូកឲ្យ7ដូចនេះបរិមាណដែលតាមឲ្យពហុធាតុនោះគឺស្មើ4ដង x បូកឲ្យ14ហើយអញ្ចឹងដូចនេះយើងបានបរិមាណនេះដែលតាមឲ្យកន្សោមពហុធាតុដែលមាន4ដង x បូកឲ្យ14ដែលមានឯកធាតុ 4x និង14ហើយយើងដល់ជំហានទី4ជំហានទី4នេះគឺយើងត្រួតពិនិត្យឡើងវិញត្រួតយើងមើលដំណើរការនៃការត្រួតពិនិត្យទៅលើរូបមន្តហើយនឹងការចំនួនលេខការបូកដកអញ្ញត្តិនិងចំនួនថេរហើយនឹងផលគុណរបស់យើងពិនិត្យឃើញថាលេខនេះខ្វះចន្លោះហើយអញ្ចឹងចំណោទនេះគឺពិតជាត្រឹមត្រូវដោយតែយើងត្រៀមទុករួច